Hello everyone, welcome back to our class. Today we are going to learn about what. Do you know about the meaning of the word what? Now let's start together. សួស្តីបងប្អូនអ្នកសិក្សាភាសាអង់គ្លេសទាំងអស់គ្នាចាអញ្ចឹងថ្ងៃនេះយើងនឹងចូលមេរៀនថ្មីមួយទៀតគឺទាក់ទងទៅនឹងពាក្យថា what អញ្ចឹង what នេះមានន័យថាអ្វីយើងបកប្រែជាភាសាខ្មែរយើងហ្នឹងអ្វីអញ្ចឹងយើងនឹងសិក្សាអំពីមេរៀននេះទាំងអស់គ្នា what ន័យថាអ្វីចានេះជា IPA របស់វាអ្នកគ្រូដាក់ឲ្យចេះស្រួលអានចា what what មានន័យថាអ្វីចាអញ្ចឹងគេប្រើប្រាស់ what ហ្នឹងដើម្បីនិយាយអំពីចាអ្នកគេដាក់ what ប្រើដើម្បីនិយាយឬក៏សួរចាអំពីវត្ថុឬសកម្មភាពនិងព័ត៌មានចាអញ្ចឹងគេប្រើ what នេះសម្រាប់សួរអំពីវត្ថុសកម្មភាពនិងព័ត៌មានអ្វីមួយអញ្ចឹងគេប្រើពាក្យថា what ណាសម្រាប់សួរសំណួរអ្វីមួយចា ask about a thing or action and information ចាអញ្ចឹងថ្ងៃនេះយើងរៀនអំពី what សំណួរទាំងអស់គឺផ្ដោតទៅលើពាក្យថា what ចាសម្រាប់សួរអំពីព័ត៌មានឬក៏សកម្មភាពអ្វីមួយចា What is your name? Yeah. What is your name? Yeah. តើអ្នកឈ្មោះអ្វីឬក៏តើឈ្មោះរបស់អ្នកគឺអ្វីចាអញ្ចឹងយើងប្រើ what នេះឲ្យសម្រាប់សួរទៅរកគេចា What is your name? ចាតដល់ពេលយើងឆ្លើយមកវិញសំណួរយើងឆ្លើយទៅសំណួរខាងលើនេះចាយើងឆ្លើយ My name is ធីតាបើយើងឈ្មោះរតនាដាក់ឈ្មោះរតនាវិញឈ្មោះរស្មីដាក់ឈ្មោះរស្មីចឹងមកដាក់កន្លែងទៅនេះចាយើងឆ្លើយវិញ My name is ធីតា My name is រតនាបើយើងឈ្មោះរតនា My name is រស្មីអញ្ចឹងទៅចាយើងឈ្មោះរបស់ខ្ញុំគឺធីតាចាឈ្មោះរបស់ខ្ញុំគឺរតនាអញ្ចឹងយើងអាចឆ្លើយទៅតាមចាឈ្មោះរបស់យើងនឹងទី2ចាអញ្ចឹងយើងប្រើ what នឹងដែរសម្រាប់សួរគេអញ្ចឹង What is your favorite color ចា What is your favorite color ចាយើងសួរសំណួរយើងប្រើលើកដាក់សំឡេងតាមបែបសួរទៅកាន់គេចា What is your favorite color តើពណ៌ដែលអ្នកចូលចិត្តជាងគេហ្នឹងគឺជាពណ៌អ្វីចាយើងចង់សួររកពណ៌ដែលគេចូលចិត្តហ្នឹងគឺយើងសួរបែបនេះ What is your favorite color ចាដល់ពេលយើងឆ្លើយមកវិញចាយើងឆ្លើយមកវិញថាពណ៌ដែលខ្ញុំចូលចិត្តគឺពណ៌ក្រហមចា My favorite color is red ចាដល់ពេលយើងឆ្លើយវិញMy favorite color is red ចាអញ្ចឹងពណ៌ដែលខ្ញុំចូលចិត្តជាងគេហ្នឹងគឺជាពណ៌ក្រហមចាអញ្ចឹងពាក្យនាទីនេះគឺ favorite គឺជាពាក្យបបាក់នៅប្រយោគមួយនេះ favorite ចាមានន័យថាចូលចិត្តជាងគេអ្វីដែលយើងចូលចិត្តជាងគេហ្នឹងគឺយើងប្រើពាក្យថា favorite ចា My favorite color is red ចាំបើយើងដាក់ថាពណ៌ដែលខ្ញុំចូលចិត្តជាងគេគឺពណ៌ផ្កាឈូកចាយើងដាក់មិនវិញយើងដាក់ My favorite color is pink យ៉ាអញ្ចឹង pink គឺជាពណ៌ផ្កាឈូកអញ្ចឹងយើងដាក់ pink កន្លែងនេះមក My favorite color is pink ចាអញ្ចឹងយើងឆ្លើយទៅតាមចំណង់ចំណូលចិត្តដែលយើងចូលចិត្តពណ៌ហ្នឹងចាយើងដូរតែកន្លែងពណ៌នេះយើងអាចដូរប្រយោគថ្មីមួយទៀតបានចាយើងចូលមួយទៀតគឺប្រយោគនេះ What are you doing now What are you doing now ចាតើអ្នកកំពុងធ្វើអ្វីឥឡូវនេះចាអញ្ចឹងយើងចង់សួរគេថាតើគេកំពុងធ្វើអ្វីតើអ្នកកំពុងធ្វើអ្វីឥឡូវហ្នឹងយើងប្រើសំណួរនេះ What are you doing now What are you doing now ចាតើអ្នកកំពុងធ្វើអ្វីឥឡូវនេះចាអញ្ចឹងពាក្យថា doing នេះមានន័យថាកំពុងតែធ្វើចាកំពុងតែធ្វើ now នេះមានន័យថា
ឥឡូវនេះចា what ហ្នឹងគឺអ្វីហ៎ what are you doing now តើអ្នកកំពុងធ្វើអ្វីឥឡូវនេះចាហើយដល់ពេលយើងឆ្លើយមកវិញយើងឆ្លើយថាI am doing my homework I am doing my homework ចាខ្ញុំកំពុងតែធ្វើកិច្ចការសាលារបស់ខ្ញុំចាអញ្ចឹង I am នោះគឺខ្ញុំគឺកន្លែងនេះខ្ញុំគឺកំពុងធ្វើកិច្ចការងារសាលារបស់ខ្ញុំចា homework អញ្ចឹងអ្នកគ្រូដាក់ពណ៌លឿងនេះគឺជាពាក្យបបាក់ហើយ homework មានន័យថាកិច្ចការសាលាដែលគ្រូដាក់ឲ្យហ្នឹងគឺគេហៅថា homework ចា homework I am doing my homework ចាំបើយើងចង់ឆ្លើយថាគេសួរថា what are you doing now យើងឆ្លើយថាខ្ញុំកំពុងតែញ៉ាំបាយខ្ញុំកំពុងតែញ៉ាំអាហារពេលព្រឹកខ្ញុំកំពុងតែញ៉ាំអាហារពេលព្រឹកចាអញ្ចឹងយើងឆ្លើយមកវិញ I am having breakfast ខ្ញុំកំពុងតែញ៉ាំអាហារពេលព្រឹកចាំបើយើងកំពុងតែលេងហ្គេមយើងថា I am playing a game ចាអញ្ចឹងយើងឆ្លើយអាចឆ្លើយទៅតាមចាអ្វីដែលយើងតែកំពុងតែធ្វើហ្នឹងចាំបើយើងកំពុងតែអានសៀវភៅយើងដាក់ I am reading a book ចា I am reading a book ខ្ញុំកំពុងតែអានសៀវភៅចាអញ្ចឹងយើងអាចរៀនចារៀនប្រកបប្រយោគនីមួយរៀនឆ្លើយទៅតាមអ្វីដែលយើងចង់ឆ្លើយទៅតាមប្រយោគមួយហ្នឹងណាអញ្ចឹងយើងរហ័សចេះចាយើងមើលនេះមួយទៀតគឺ what ដែរអញ្ចឹងថ្ងៃនេះយើងរៀនអំពី what គឺយើងផ្ដោតទៅលើពាក្យថា what did you do last night what did you do last night តើអ្នកបានធ្វើអ្វីកាលពីយប់មិញហ្នឹងចាតែយប់មិញហ្នឹងគឺអ្នកបានធ្វើអ្វីចា what did you do last night អញ្ចឹង what អ្វី did នេះមានន័យថាបានធ្វើចា did នេះវាមកពាក្យ do មានន័យថាធ្វើអញ្ចឹងដល់ពេលយើងប្រើជាមួយប្រយោគនេះតើជាអតីតកាលទៅជា did វិញចា do did you អ្នក do ធ្វើចាកន្លែង do នោះធ្វើ last night កាលពីយប់មិញ what did you do last night តើអ្នកបានធ្វើអ្វីកាលពីយប់មិញដល់ពេលយើងឆ្លើយមកវិញយើងឆ្លើយថាយើងឆ្លើយនេះ I went to the party I went to the party ខ្ញុំបានទៅពិធីជប់លៀងចាខ្ញុំបានទៅកម្មវិធីជប់លៀងចាជាងពាក្យថា want នេះមានន័យថាបានទៅ want នេះវាមកពីពាក្យ go ទៅ want ប្រើជាអតីតកាលgo មានន័យថាទៅតែយើងប្រើជាអតីតកាលទៅជាពាក្យ want នេះវិញចាទាក់ទងនឹងវេយ្យាករណ៍ទៅនេះ went to the party នេះមានន័យថាកម្មវិធីជប់លៀងចាអ្នកគ្រូដាក់ពណ៌លឿងនេះគឺជាពាក្យបបាក់ហើយចាអញ្ចឹងប្រសិនបើយើងថាខ្ញុំបានមើលទូរទស្សន៍កាលពីយប់មិញចាអញ្ចឹងយើងដូរវិញមកយើងដាក់ថា I watched TV last night ចា I watched TV last night ចាខ្ញុំបានមើលទូរទស្សន៍កាលពីយប់មិញចាអញ្ចឹងយើងរៀនដូរទៅតាមប្រយោគនីមួយនេះចារៀនឆ្លើយសំណួរនីមួយហ្នឹងចាអញ្ចឹងយើងមើលតទៀតគឺ what is this what is this ចាតើនេះគឺជាអ្វីចាយើងចង់សួរថា what is this យើងចង់សួររបស់អ្វីមួយទៅកាន់គេណា what is this តើនេះគឺជាអ្វីដល់ពេលឆ្លើយអ្វី it is a book it is a book ចានេះគឺជាសៀវភៅមួយក្បាលចាចាំបើយើងសួរឲ្យគេឆ្លើយថា what is this it is my phone ចានេះគឺជាទូរស័ព្ទរបស់ខ្ញុំយើងដាក់ថា what is this យើងចង់សួរថាតើនេះគឺជាអ្វីដល់ពេលយើងឆ្លើយថានេះគឺជាកាបូបរបស់ខ្ញុំចាវាគឺជាកាបូបរបស់ខ្ញុំចាអញ្ចឹងចា it is my bag it is my bag ចាអញ្ចឹងយើងឆ្លើយបែបហ្នឹងឆ្លើយសំណួរណាចាអញ្ចឹងយើងឆ្លើយបែបហ្នឹងណាចាអញ្ចឹងយើងចូលមើលតទៀតចាទាក់ទងនឹង what នឹងដដែលចា what time is it what time is it what time is it now ឬយើង
ថែមពាក្យ now ទៅនេះក៏បានដែរ now ឥឡូវ what time is it now ឬក៏ what time is it តើមកប៉ុន្មានហើយឥឡូវនេះចាតើមកប៉ុន្មានហើយចាអញ្ចឹងយើងឆ្លើយ it is 9:30 ចា9:30 នាទីគឺមានន័យថា 9:30 am ចាវាគឺម៉ោង 9 កន្លះព្រឹកហើយចា it is 9:30 am ចាវាគឺម៉ោង 9 កន្លះព្រឹកហើយចាវាយើងដឹងដាក់ថាគេសួរថា what time is it now ឥឡូវនេះគឺជាម៉ោង 10 យើងដាក់ថា it is 10 o'clock ចាវាគឺម៉ោង 10 គត់ហើយឥឡូវនេះចាអញ្ចឹងយើងឆ្លើយបែបហ្នឹងចាអញ្ចឹងចង់សួរអំពីពេលវេលាចង់សួរអំពីម៉ោងគេគឺយើងសួរបែបនេះ what time is it it is 9:30 am ដល់យើងមើលតទៀតចា what is your phone number ចាយើងចង់សួរលេខទូរស័ព្ទរបស់គេតើលេខទូរស័ព្ទរបស់អ្នកគឺលេខប្រមាណចាយើងសួរបែបនេះ what is your phone number តើលេខទូរស័ព្ទរបស់អ្នកគឺអ្វីឬក៏តើលេខទូរស័ព្ទរបស់អ្នកគឺលេខប្រមាណលេខអ្វីខ្លះអញ្ចឹងណាចា what is your phone number ចាអញ្ចឹង phone number នេះមានន័យថាលេខទូរស័ព្ទចា what is your phone number ចាតើលេខទូរស័ព្ទរបស់អ្នកគឺអ្វីខ្លះគឺលេខអ្វីខ្លះចាហើយដល់ពេលយើងឆ្លើយមកវិញយើងឆ្លើយដាក់my phone number is ចា my phone number is ចាយើងដាក់លេខទូរស័ព្ទរបស់យើងមក1 2 3 4 5 6 7អីចឹងទៅស្អីជាយើងដាក់លេខទូរស័ព្ទរបស់យើងពេញទៅនេះគឺដាក់ចុចទៅនេះ my phone number is ចា057ចាស្អីជាយើងដាក់ចឹងទៅចាលេខទូរស័ព្ទរបស់ខ្ញុំគឺចា012 7 កុដអីចឹងទៅណាចាយើងដាក់លេខទូរស័ព្ទរបស់យើងពេញទៅនេះទៅចាជាង phone number គឺលេខទូរស័ព្ទចា is នេះគឺចាជាងយើងឆ្លើយបែបហ្នឹងចាអរគុណសម្រាប់ការតាមដានវីដេអូនេះចាមេរៀនដែលទាក់ទងទៅនឹង what ចាសួរអំពីអ្វីហ្នឹងគឺចាប់ត្រឹមតែប៉ុណ្នេះយើងនឹងជួបគ្នានៅមេរៀនក្រោយទៀត